នៅការក្រហ្វីឲ្យបងប្អូនញ៉ាំក្រហ្វីទាំងអស់គ្នាតើនៅមានចឹងណាតែទៀតនោះយើងលាងវា4 5ទៅស្អាតចឹងទៅវាអស់សម្លឹងអស់ស្មៅបងប្អូនហើយយើងយកទៅស្ងោរខ្ញុំស្ងោរនៅក្នុងទឹកសណ្តែកហើយស្ងោរទឹកធម្មតាស្ងោរទឹកក្រូចសណ្តែកទៅវាអត់សូវឆ្អាបណាស្ងោរតែមកពុះទៅបានហើយពេលពុះយើងស្រង់វាចេញមកហើយយើងធ្វើទឹកសោះវាទៅទឹកសោះវាយើងធ្វើតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តចឹងយើងស្រង់វាដាក់ក្នុងធុងមួយចឹងមកហើយយើងចូលចិត្តដាក់ហូបផ្លែពោតដាក់ផ្លែពោតទៅអ្នកខ្លះក៏គេដាក់ដលងដាក់សារីអីចឹងទៅណាបងប្អូនដាក់តាមចិត្តបងប្អូនចង់ញ៉ាំហើយយើងសូចអាទឹកសោះដែលយើងធ្វើខាប់ហ្នឹងមកសូចវាមកល្មមដែរវាប្រៃផ្អែមដែរបងប្អូនចង់បានហ្នឹងហើយបងប្អូនក្លុកវាឲ្យសព្វគ្រឿងទៅប៉ុណ្ណឹងរួចជាការស្រេចហើយមើលទំនងហើយបងប្អូន